ចូលទៅទាំងកំរោតតែគាត់មានកែងគាត់ទៅជាមួយគាត់ទាត់ម៉ាត់កែងទាត់ម៉ាត់កែងចូលឡំគាត់ដៃគាត់ដល់ហើយបត់បាត់ហើយណាហើយគាត់ពោះជាងយើងពិបាកទីទេបើថាចោះអាចគ្រោះថ្នាក់នឹងកែងគាត់នឹងដាក់ប៉ះគេចាំគាត់ដាក់គាត់ប៉ាំងម៉ាំងក្តៅពឹបគាត់បត់មួយខូចបាត់បាយយកតិចបាទនឹងអត់ទេអត់ស្លាប់ទេគាត់ថាបើមានអ្នករាប់អាចមានតួសាក់ស៊ីនបាទសួរសាក់ស៊ីនសុំសួរមួយបាទអាទិត្យហ្នឹងមានកីឡាករគុណខ្មែរយើងច្រើនណាស់ដែលចូលរួមប្រកួតដណ្ដើមឡានបាទហើយជាពិសេសនោះគឺដៃគូចាស់របស់យើងពេជ្រអាទិទេពជួបជាមួយនឹងប៉ែនកៈយ៉ាស៊ីនហើយមានបងប្អូនច្រើនណាស់ព្យាករគិតថាលោកគ្រូឆ្នើមពេជ្រសុផាន់គឺឆ្អឹងតតឹងករបស់គាត់គឺយ៉ាស៊ីនហ្នឹងហើយសម្រាប់យើងយល់បែបណាដែរមកគូនេះតឹងហ្មងព្រោះយ៉ាស៊ីនក៏ល្អពីអាទិទេពក៏ល្អដែរបើថាយ៉ាស៊ីនទប់ទឹក1ទឹក2ជាប់ពីអាទិទេពពិបាកបើថាទប់ទឹក1ទឹក2អត់ជាប់គឺយ៉ាស៊ីនពិបាកវិញទប់ជាប់ហ្នឹងទប់ជាប់បែបណាគិតថាមិនដែរកុំឲ្យទៅរាប់បានទឹក1ទឹក2កុំឲ្យទៅរាប់ពិបាកស្ដារបន្ទុកយើងមកវិញអញ្ចឹងព្រោះអាទិទេពធ្ងន់ទឹក1ទឹក2បើយើងទប់ជាប់គឺភាគរយទីទេពលេះឡាស់ចុងទឹកវិញហ្មងលេះឡាស់ចុងទឹកវិញបាទចុះអត់គិតថាម្ដងនេះអាទីទេពទឹក1ទឹក2អត់វាយអត់ទីទេពគ្រូផាន់គាត់ត្រូវការបន្ទុកបើគាត់លក្ខណៈថាគាត់ចាញ់មួយអញ្ចឹងបើគាត់បានវាយស្លាប់មួយគាត់ភាគរយគាត់ហ្មងតែគូហ្នឹងគាត់ថាងាយនឹងស្លាប់អត់ទេអត់ស្លាប់ទេគាត់ថាបើមានអ្នករាប់អាចមានបើមានអ្នករាប់អាចមានតែបើថាស្លាប់ភាគរយតិចតែនៅតែមានតែភាគរយតិចបាទព្រោះធម្មតាទោះបីតាន់ប៉ុណ្ណាក៏ដោយតែចូលកន្លែងសំខាន់ខូចដូចគ្នាដែរបាទណាមួយយើងកីឡាករយើងនៅលេងយើងមើលអត់ឃើញអញ្ចឹងហ្មងព្រោះងាមួយទី1ក៏តាថាយើងថ្លឹងគីឡូហើយសុខភាពយើងវាអត់សូវល្អក៏ពិបាកនឹងការប្រកួតដែរបងបើនិយាយទៅភាគច្រើនបងប្អូនប្រកាសជាដឹងថាយ៉ាស៊ីនជាកីឡាករបានតែបុកបានតែកម្លាំងបានតែកម្រោលអីផ្សេងអញ្ចឹងសម្រាប់សាក់ស៊ីនគិតថាយ៉ាស៊ីនដូចមានតែប៉ុណ្្នឹងដូចគេនិយាយឬមួយក៏មានអីផ្សេងពិសេសជាងនេះអត់ទេគាត់បុកមានបច្ចេកទេសប្រកបបុកហើយគាត់កែងគាត់ច្បាស់ណាស់បុកគាត់មានកែងមានជង្គង់មានទាត់មានធាក់មានម៉ាត់អញ្ចឹងគាត់មានទាំងអស់គាត់បុកមែនគាត់ចូលទៅទាំងកំរោតតែគាត់មានកែងគាត់ទៅជាមួយគាត់ទាត់ម៉ាត់កែងទាត់ម៉ាត់កែងចូលឡំគាត់ដៃគាត់ដល់ហើយបត់បាត់ហើយណាគាត់ដៃគាត់នៅពីលើយើងសោះគាត់បត់យល់បាត់ហើយណាហើយគាត់ពោះជាងយើងពិបាកទីទេបើថាចោះអាចគ្រោះថ្នាក់នឹងកែងគាត់ដូចប៉ះខេមច័ន្ទអញ្ចឹងបាទគាត់ថានឹងដាក់ប៉ះខេមច័ន្ទគាត់ដាក់គាត់ប៉ាំងម៉ាំងក្តៅពឹបគាត់បត់មួយខូចបាត់បាយយកតិចបាទនឹងមិនថាណាគាត់ចូលទៅតែគាត់មានក្បាច់ប្រកួតមានមតិមួយទៀតគេថាចេះគេថាតែរំពឹងស្អីយ៉ាស៊ីនចាញ់ហ៊ីមគំរៀងដល់2 3ដងដល់ហ៊ីមគំរៀងស្លាប់បោះអាទិទេពតើមកទឹកអីហ្នឹងបាទពីទឹកហ្នឹងមិនដែរគិតថាកលាក្បាច់ខុសគ្នាឬមួយក៏អាចនឹងអាទិទេពនៅតែមានភាគរយឈ្នះខ្ពស់ជាងយ៉ាស៊ីនឬយ៉ាងណាយ៉ាស៊ីនគាត់ចាញ់បងហឹមគំរៀងមែនតែគាត់បុកហឹមគំរៀងគាត់មិនថយណាបើពេលហឹមគំរៀងចាញ់ពីអាទិទេពបុកណាអញ្ចឹងវាខុសគ្នាអ្នកបុកនិងអ្នកថយយើងមិនអាចប្រឹងតាន់អ្នកបុកទេអ្នកបុកគេប្រឹងតាន់ជាងយើងអ្នកថយយើងមុំខូចហើយបាទគាត់ថាមានឱកាសនៅក្នុងការវាយកាត់តែបើសិនជាស៊ូអត់ល្អរាងកាយអត់ធន់ក៏យ៉ាប់ដែរក៏យ៉ាប់បងយ៉ាប់អញ្ចឹងគូនេះគិតថាភាគរយយ៉ាស៊ីនឬក៏អាទិទេពខ្ញុំយកយ៉ាស៊ីន55យកយ៉ាស៊ីន55បាទអត់ចង់ឲ្យពីអាទិទេពឈ្នះបើពីអាទិទេពឈ្នះគូភាគមានសង្ឃឹមវិញបើបុនធាឈ្នះតែបើភាគរយស្រឡាញ់យ៉ាស៊ីនជាងយ៉ាស៊ីនគាត់ល្អស្ទុះគ្រាន់តែនិយាយនៅក្នុងការវិភាគមកគូនោះតែធម្មតាស្រឡាញ់អញ្ចឹងបាទតែធម្មតាក្នុងចិត្តយើងចេះចង់ឲ្យគ្រូដែរព្រោះធម្មតាគាត់ថាមកទល់ពេលនេះគូភាគមិនទាន់អស់សង្ឃឹមទេគាត់ថាភាគរយគាត់តិចបើនិយាយស្មោះត្រង់ទៅបើសិនជាបុនធាឈ្នះបើសិនជាមេងហុងឈ្នះគ្រូថេនចាញ់ទាំងពីរហើយគ្រូផាន់ឈ្នះតែមួយអាហ្នឹង2ស្មើគេរកអ្នកវាយស្លាប់លឿនបាទអូខេអញ្ចឹងគូនេះគឺស្រឡាញ់យ៉ាស៊ីនជាងតែគូហ្នឹងគឺភាគរយគឺចប់ទឹកបាទអូខេអរគុណច្រើនបាទ